សួស្តីគ្នាយើងថ្ងៃនេះគឺខ្ញុំមានដំណឹងល្អមែនទែនពីខាង BTech ដែលគាត់បានផ្ដល់ដំណឹងតាក់ទងទៅនឹងការ free server ទៅលើការ run app ដើម្បីធ្វើការ semi auto ដែលខ្ញុំបានធ្វើវីដេអូ vlog ប្រហែលថ្ងៃមុនហ្នឹងគឺបងប្អូនប្រកាសជាឃើញហើយការធ្វើ semi auto តាមរយៈ app Astra Center អញ្ចឹងចំពោះការ run ទៅលើ app ហ្នឹងគឺយើងទាមទារទៅលើ server ដែល run លើ account បងប្អូនហើយឥឡូវហ្នឹងគឺខាង BTech គឺគាត់បានរៀបចំចំនួនមានកំណត់ទៅលើការ free ទៅលើ server ទាំងអស់ហ្នឹងដែលបងប្អូន run ទៅលើ app ដែលអត់គិតថ្លៃតែម្ដងអញ្ចឹងមានន័យថាបងប្អូនធ្វើការ semi auto ទៅលើ account របស់បងប្អូនផ្ទាល់ហ្នឹងគឺដោយអត់គិតលុយទេហើយចាស់ស្ដែងនេះគឺជា report ដែលខ្ញុំបានចំណេញនៅក្នុងថ្ងៃនេះដែលខ្ញុំធ្វើការបិទបើកមុនការបើកជីម៉ោង5ដូចឃើញឥឡូវអញ្ចឹងគឺឥឡូវគឺម៉ោង5ហើយ5គត់អញ្ចឹងខ្ញុំធ្វើការបិទបញ្ជីទៅលើ account របស់ខ្ញុំគឺគ្រប់ target ហើយមួយ account គឺខ្ញុំចំណេញ 10000 សេនដែលស្មើនឹង$100អញ្ចឹង balance ខ្ញុំគឺ50000សេនអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតគឺជា Xen account ហើយចំពោះក្រុមការងាររបស់ខ្ញុំក៏ពួកគាត់បាន run តាម SOP របស់យើងដែរតែពួកគាត់ចំណេញតិចជាងខ្ញុំទេឥឡូវដូច account នេះអញ្ចឹងគឺគាត់ចំណេញ4000សេនហើយយើងមានក្រុមការងារយើងកំពុងតែ run ទៅតាម flow នៃ operation របស់យើងហើយខ្ញុំមាន provide ទៅ training ពីរបៀបនៅក្នុងការបិទបើក bot ដែលជាក់ស្ដែងទៅគឺយើងអាចមើលតាម alert នៅក្នុង channel ក៏បានប៉ុន្តែគឺខ្ញុំមានក្បួននៅក្នុងការមើលលំហូរផ្សារដោយអត់ចាប់បាច់ alert ទាំងអស់ហ្នឹងអញ្ចឹងគឺខ្ញុំនឹងធ្វើការ live បរៀនហើយខ្ញុំធ្វើវីដេអូបរៀនដែរដូចខ្ញុំនិយាយអញ្ចឹងគឺដូចបងប្អូនឃើញខ្ញុំចំណេញ10000សេនតែក្រុមការងារខ្ញុំចំណេញ4000សេនហ្នឹងគឺដោយសារគាត់ធ្វើតាម flow alert ប៉ុន្តែបើសិនបងប្អូនចេះមើលលំហូរផ្សារខ្លួនឯងដឹងថាពេលណាអាចបើកបានអានេះគឺបងប្អូនអាចបាន extra benefit ដែលអាចចំណេញបានច្រើនជាងមុនអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនអាចចូលរួមនៅក្នុង link Telegram group ខាងក្រោមដែលក្នុងនោះគឺមានព័ត៌មានទាំងអស់ពីការតម្លើងការ register ការរៀបចំ account ដើម្បីធ្វើការ semi auto ហើយពីហ្នឹងក៏ខ្ញុំមានធ្វើការបរៀនផ្សេងៗពីការមើលលំហូរផ្សារហើយក៏ខ្ញុំ live trade ឬមួយក៏ live បញ្យល់ពីការធ្វើ semi auto trading ហ្នឹងផងដែរអញ្ចឹងអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ទាប់